បន្តិចទៀតដាក់មកបន្តិចសិនគ្រាន់មកបិទភ្នែកហើយបើកមកវិញណោះអូខេសួស្តីបងប្អូនទាំងអស់គ្នារីករាយជាមួយនឹង podcast ថ្ងៃទី2ដែលយើងបានអនុវត្តនៅលើគម្រោងរបស់យើងហើយគម្រោងនឹងអត់មានអីទេក្រៅពីភ្ញាក់ពីព្រលឹមនៅម៉ោង5ក៏ប៉ុន្តែជាលទ្ធផលអូខេជាលទ្ធផលខ្ញុំនិយាយទៀតអញ្ចឹងឥឡូវហ្នឹងគឺយើងអត់ទាន់មាន sponsor អីទេដោយសារតែមានអ្នកមើលតែម្នាក់ទេអូខេម្នាក់ក៏ទទួលដែរសំខាន់ឲ្យតែមានអ្នកមើលហើយទោះបីគ្រាន់តែគាត់ចុចចូលមើលហើយគាត់ចេញមកវិញអាហ្នឹងក៏បានមក view ដែរយើងអត់ខ្វល់ទេដោយសារអីយើងទើបតែ start ចាប់ដើមតែរយៈពេលតែ2ថ្ងៃគេអូខេអញ្ចឹងសម្រាប់ podcast ថ្ងៃទី2នេះខ្ញុំគ្រាន់តែចង់និយាយពីលទ្ធផលហើយនឹងរឿងដែលមិនគួរឲ្យជឿមួយរឿងមិនគួរឲ្យជឿមួយអូខេជាលទ្ធផលយើងដាក់ម៉ោងរងម៉ោង5ក៏ប៉ុន្តែនៅពេលដែលយើងងើបម៉ោង5:36នាទីស៊ីអស់កន្លះម៉ោង30មែនតើបងខ្ញុំអត់ដឹងថាគួរតែស្ដីឲ្យខ្លួនឯងឬក៏គួរជេរខ្លួនឯងថាម៉េចទេវាយើងមានអារម្មណ៍ថាយកឈ្នះខ្លួនឯងអត់កើតខ្ញុំអត់ដឹងថាគ្នាយើងដូចជាខ្ញុំឬក៏អត់ទេខ្ញុំដល់ពេលអញ្ចឹងទៅយើងក៏មិនដឹងនិយាយថាម៉េចដែរដាក់ម៉ោងរោឲ្យ commit មុនឲ្យថានឹងធ្វើវីដេអូឲ្យយើងអានសភៅយើងហាត់ប្រាណនេះហើយប្រព័ន្ធហ្នឹងឯងនៅចង់ទប់អត់ចង់ឈ្នះទៀតបើសិនជាខ្ញុំអត់ធ្វើវីដេអូវិញណាដឹងតែភ្ញាក់ដឹងម៉ោង6បើមិនអញ្ចឹងថេថាងើបទៅធ្វើការអញ្ចឹងទៅអានឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកុំដូចជាខ្ញុំណាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកុំធ្វើដូចជាខ្ញុំដាក់ម៉ោងរោឲ្យអត់ងើបតែខ្ញុំជឿថាមនុស្សភាគច្រើនគឺអញ្ចឹងបន្តិចទៀតសិនដាក់មកបន្តិចសិនគ្រាន់មកបិទភ្នែកហើយបើកមកវិញណោះម៉ោងកប់តែក្តៅតែបើចំថ្ងៃយើងឈប់សម្រាកសៅរ៍អាទិត្យវិញតែបន្តិចភ្ញាក់ហ្មងហើយពេលខ្លះដែលអត់ចង់លក់ទៀតខ្ញុំអត់យល់ហ្មងវាពាក់វាតាក់ទងជាមួយនឹងអារម្មណ៍ឬក៏មិនដែរអូខេហើយយើងកុំនិយាយសន្តិបាយអូកាឡាច្រើនដោយសារតែយើងម្នាក់ឯងផងយើងចេះតែនិយាយផងហើយការនិយាយនេះគឺយើងឲ្យព្រៀងទុកតែយើងនិយាយតែម្ដងអូខេ so ជាលទ្ធផលគឺយើងget up ម៉ោង5:36នាទីហើយបានហាត់ប្រាណតិចតួចក៏ប៉ុន្តែអត់បានអានសភៅទេអញ្ចឹងវាធ្វើឲ្យខួរក្បាលរបស់យើងមិនអត់សូវជ្រះស្រឡះប្រហែលទេហើយតើតើទៅនឹងការទៅធ្វើការដូចគ្នាគឺយើងចូលខ្ទង់ម៉ោង7អូខេកម្រោរបស់ខ្ញុំចង់ចូលម៉ោង7ហើយចេញម៉ោង6កន្លះតែថ្ងៃនេះគឺយើងចូលម៉ោង7:10នាទីអញ្ចឹងណាហើយចេញដូចជាចេញខ្ទង់ម៉ោង6អីដែរហើយដល់យើងមកដល់ផ្ទះផ្លូវស្ទះអីទៀតគឺមកដល់នេះម៉ោង7កន្លះអីទៅនាំចូលឲ្យហើយរៀបចំឲ្យហើយងូតទឹកអីហើយញ៉ាំបាយមួយគ្រួសារឲ្យហើយម៉ោង7 8ហ្នឹងទៅយើងលេងជាមួយនឹងកូនរបស់យើងទីទួយអញ្ចឹងទៅអញ្ចឹងណាអូខេហើយនេះគឺជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំហើយរឿងដែលមិនគួរជឿដែលខ្ញុំចង់និយាយលើកឡើងនៅខាងលើហ្នឹងគឺគ្រាន់តែនៅពេលដែលយើងចូលគេងយើងចប់ហើយព្រឹកចូលគេងម៉ោងមកដល់10កន្លះយប់ហ្នឹងឥឡូវហ្នឹងគឺម៉ោង10កន្លះណាខ្ញុំកម្រងរបស់ខ្ញុំគឺខ្ញុំចង់ចូលគេងម៉ោង10កន្លះជារៀងរាល់ថ្ងៃអញ្ចឹងយើងអត់ទាន់ដឹងថាតើសុខភាពរបស់យើងត្រូវទៅនឹងស្ថានភាពបែបហ្នឹងកើតឬក៏មិនកើតទេខ្ញុំគិតថាត្រូវកើតអាស្រ័យលើយើងហាត់ប្រាណជាប្រចាំដែរត្រូវទេជាងហាត់ប្រាណជាប្រចាំដែរអញ្ចឹងគ្រាន់តែខ្ញុំមានអារម្មណ៍ថាគ្រាន់តែខ្ញុំបិទភ្នែកហើយមកផ្លេចភ្ញាក់មកវិញម៉ោងរោបាត់នឹកស្មានដល់ហ្មងមកពីយើងនឿយហត់ពេកយើងធ្វើការហត់ពេកហើយមកដល់នេះយើងដេកយប់ជ្រៅទៀតវាធ្វើឲ្យគាត់ដាក់បិទភ្នែកឲ្យបើកគាត់បិទភ្នែកមានអារម្មណ៍ថាបិទភ្នែកមកផ្លេចហើយបើកមកវិញគឺម៉ោងរោហើយអាម៉ោងរោនោះវាធ្វើឲ្យយើងភ្ញាក់ទៀតក៏តែយើងមានអារម្មណ៍ថាដេកអត់សូវស្កប់ហើយយើងធ្វើដំណើរតាមផ្លូវក៏មានអារម្មណ៍ថាស្ងាប់ហើយច្រើនដងដែរក៏ប៉ុន្តែបានកាហ្វេជំនួយដែរទី1វាធ្វើឲ្យយើងជ្រះស្រឡះ
វាធ្វើឲ្យយើង fresh ហើយអ្នកដែលផឹកកាហ្វេគាត់ជាយល់អារម្មណ៍បែបហ្នឹងឯងអ្នកខ្លះគាត់មួយថ្ងៃគាត់2កែវពេលអ្នកខ្លះ3កែវបើសម្រាប់ខ្ញុំតែ1កែវពេលផឹកគឺ enough គ្រប់គ្រាន់ហ្មងគាត់ថាបើសិនជាពេលថ្ងៃយើងអត់បានញ៉ាំអីផ្អែមទៀតយើងមានអារម្មណ៍ថាខ្ទង់ម៉ោង4កន្លះហើយ energy របស់យើងចាប់ផ្ដើមអស់ម្ដងតិចម្ដងទៀតក៏ប៉ុន្តែបើសិនជាយើងមាន snack អាហារសម្រន់អីអូខេអាចទៅមុខអីទៀតបានអញ្ចឹងណាយើងគឺវាអញ្ចឹងក៏ប៉ុន្តែវាទាមទារយើងហាត់ប្រាណជាប្រចាំដែរហើយនេះជាអ្វីដែលខ្ញុំគិតហើយខ្ញុំសង្ឃឹមថាសុខភាពរបស់ខ្ញុំនឹងល្អទៅតាមគម្រោងដែលយើង set រយៈពេល1ឆ្នាំរងចាំមើលថ្ងៃទី30 ខែ 9 ឆ្នាំ 2026 ថាតើលទ្ធផលមិនយើងធ្វើនេះទី1ចង់ប្រឹងសមត្ថភាពហើយនឹងសុខភាពហើយនឹងចំណូលតែតទៅនឹងចំណូលគឺវាសំខាន់មែនទែនសង្ឃឹមថាយើងអាចរកលុយពី Facebook ពី YouTube បានមួយចំនួនដូចជាមួយខែខ្ទង់10-20 ម៉ឺនដុល្លារទៅយើងជាតែសម័យទៅតែក៏ពិតវា impossible វាមិនអាចទៅរួចទេណាបានតែមួយខែ100ពេកខែ100ពេកអូខេតើតទៅនឹងចំណូលបើសិនជាខ្ញុំអាចរកចំណូលបានពី YouTube ហើយខ្ញុំនឹងផ្ដល់ព័ត៌មានទៅគ្នាយើងហើយបើសិនជាខ្ញុំអាចរកចំណូលពី sponsor ណាមួយដែលខ្ញុំអាចតាំងនៅខាងលើនេះជា sponsor ឬខាងនេះសិតតែអាចដាក់តាំងបានណាអាចដាក់តាំងបានតែមិនដឹងតាំងស្អីអញ្ចឹងឥឡូវហ្នឹងយើងអត់តន់ល្បីទេណាតែបើយើងល្បីយើងនឹងមានអ្នក sponsor អូខេអាហ្នឹងវាជារឿងធម្មតាតែមានអ្នកមើលច្រើនខាង marketing ខាងអីគេប្រកាសជាដើរហៅមើលមិនតែឥឡូវយើងមនុស្សឥឡូវហ្នឹង current ហ្នឹងគឺមនុស្សមើលបានតែម្នាក់ហ្នឹងមិនដឹងថាចូលមើលភ្លាមហើយចេញមកវិញក៏មិនដឹងមិនដែរអូខេso លទ្ធផលថ្ងៃហ្នឹងគឺខ្ញុំបាន detail ឲ្យអស់ហើយខ្ញុំមានគម្រោងមួយទៀតខ្ញុំនឹងព្យាយាម live ទៅតាមផ្លូវឥឡូវខ្ញុំកំពុងតែទិញអាដងទុកគេដងទុកនេះណាដងស្អីគេដងទុកស្អីគេដងទុកទូរស័ព្ទ yes ដងទុកទូរស័ព្ទហ្នឹងចូល6នាទីអូខេដូចជាអស់ហើយខ្ញុំដូចជាអស់អីនិយាយដោយសារតែរឿងដែលយើងនិយាយអស់ហើយអូខេអញ្ចឹងអរគុណច្រើនសុបិនល្អគ្នាយើងខ្ញុំចប់ពីហ្នឹងខ្ញុំទៅកាត់តវីដេអូនេះយើងបន្ថែមបន្តិចឬក៏ថែមសម្រស់ឲ្យកាន់តែស្អាតជាងមុនហើយនឹងយើងដាក់មិនយើងធ្វើថែមអ្នកមួយទៀតហើយវាទៅវាតាក់ទាញក៏ប៉ុន្តែវាមិនសូវតាក់ទាញប៉ុន្មានទេអូខេមានប៉ុណ្ណឹងអរគុណច្រើន